ប្រិមត្តជាទីគោរពនិងជាទីមេត្រីទ្រព្យសម្បត្តិម្ចាស់បុរីមនដានីចំនួន79កន្លែងត្រូវបានតុលាការសម្រេចដាក់លុកដោយបង្ខំបំផុតក្រុងច្បារមននៅទីបំផុតតុលាការបានសម្រេចចេញដីកាដាក់លុកដោយបង្ខំនៅទ្រព្យសម្បត្តិម្ចាស់បុរីមនដានីចំនួន79កន្លែងក្នុងភូមិសាស្ត្រក្រុងឧដុង្គម៉ែជ័យនិងស្រុកសំរោងទងនៃខេត្តកំពង់ស្ពឺយោងតាមដីកាសម្រេចការចាប់ផ្ដើមលុដោយបង្ខំរបស់សាលាដំបងខេត្តកំពង់ស្ពឺដែលអង្គភាពសារព័ត៌មាន SBM News ទទួលបាននៅថ្ងៃទី9ខែឧសភាឆ្នាំ2025នេះលោកសេងរិទ្ធីចៅក្រមអនុវត្តនៃសាលាដំបងខេត្តកំពង់ស្ពឺបានសម្រេចអនុវត្តដោយបង្ខំចំពោះអចលនវត្ថុដីនិងផ្ទះឬអគារចំនួន79កន្លែងរបស់លោកស្រីមនដានីនិងប្តីឈ្មោះថាខុនថាវងជាសហគមន៍បំណុលនៃការអនុវត្តក្នុងភូមិសាស្ត្រក្រុងឧដុង្គខណៈបច្ចុប្បន្នជាក្រុងឧដុង្គម៉ែជ័យនិងស្រុកសំរោងទងនៃខេត្តកំពង់ស្ពឺសូមជម្រាបជូនថាកាលពីថ្ងៃទី13ខែឧសភាឆ្នាំ2023លោកស្រីមនដានីត្រូវបានចាប់ខ្លួនតាមដីការបស់ចៅក្រមស៊ើបសួរសាលាដំបងរាជធានីភ្នំពេញក្រោយលោកស្រីកិច្ចវេះមិនព្រមចូលខ្លួនទៅបំភ្លឺតាមកាលកំណត់ពាក់ព័ន្ធនឹងការចេញសាច់ស្អុយប្រមាណ$60,000អាមេរិកទោះជាយ៉ាងណាក្រៅពីករណីចេញសាច់ស្អុយនេះលោកស្រីមនដានីក៏ធ្លាប់ត្រូវបានពលរដ្ឋជាអតិថិជនរាប់ពាន់គ្រួសារចេញមឹកតវ៉ាលើករណីដែលពួកគេបានទិញផ្ទះទិញដីពីគម្រោងអភិវឌ្ឍរបស់ក្រុមហ៊ុន Mondani Real Estate ដែលមិនទទួលបានផ្ទះនិងដីផងដែរបាទបងប្អូនប្រិមត្តទាំងអស់គ្នាដូចជាបងប្អូនបានស្ដាប់ហើយពាក់ព័ន្ធនឹងព័ត៌មានម្ចាស់បុរី Mondani បាទរួមទាំងស្វាមីរបស់គាត់បាទគឺមកដល់ពេលនេះគឺមិនទាន់បានចូលខ្លួនដោះស្រាយនៅសាលាដំបងរាជធានីភ្នំពេញនោះទេដោយលោកស្រីបានចេញសាច់ស្អុយបាទចំនួន$60,000ក្នុងនោះក៏មានការប្តឹងតវ៉ាពីប្រជាពលរដ្ឋរាប់ពាន់គ្រួសារពាក់ព័ន្ធទៅនឹងបុរីរបស់គាត់គឺបានអតិថិជនបង់ប្រាក់ហើយក៏ប៉ុន្តែមិនមានបាទផ្ទះទៅឲ្យអតិថិជនហើយនឹងដីឡូផងដែរគឺច្រើនមែនទែនដូច្នេះក៏សាលាដំបងរាជធានីភ្នំពេញហ្នឹងបាទក៏បានសម្រេចចិត្តបាទលក់ទ្រព្យសម្បត្តិ79កន្លែងដោយបង្ខំដោយសារតែតុលាការធ្វើការកោះហៅហើយក៏ប៉ុន្តែសម័យខ្លួនទាំងពីររូបគឺមិនបានចូលដោះស្រាយនោះទេដូច្នេះទ្រព្យសម្បត្តិគឺត្រូវបានលក់ដោយបង្ខំផងដែរដូច្នេះបងប្អូនបើពេញចិត្តនៅការអធិប្បាយរបស់ admin សូមចុចបាទ subscribe ឬក៏ចូលម្នាក់មួយដើម្បីទទួលបានបាទព័ត៌មាននៅក្នុងដៃជាបន្តបាទសូមអរគុណបាទសូមជម្រាបលា